វីដេអូថតចេញពីខាងក្រៅផ្ទះនាពេលរសៀលស្រុកស្រែជនបទគឺទស្សនវិជ្ជាបែបនេះបងប្អូនមានចកាចេកមានធម្មជាតិជុំវិញផ្ទះហើយទេសភាពគឺស្អាតខ្លាំងមែនទែនបងប្អូនហើយថ្ងៃនេះដែរខ្ញុំមានអារម្មណ៍ថាឃ្លានទឹកគ្រឿងបងប្អូនទឹកគ្រឿងបែបអ្នកបាត់ដំបងខ្ញុំធ្វើបែបអ្នកបាត់ដំបងដោយសារតែធ្លាប់ឃើញអ្នកបាត់ដំបងធ្វើជាដំបងយើងលេងសណ្ដែកដីបងប្អូនសណ្ដែកដីលេងវាហើយយើងរៀបលក់ដាក់នៅក្នុងកញ្ចែងហើយលក់យើងមានល្ហុងផ្ទីស្ពៃហើយត្រីនេះយើងដាក់ចូលក្នុងឆ្នាំងបងប្អូនស្ងោរវាឲ្យឆ្អិនបងប្អូនហើយត្រីនេះមានពងទៀតបងប្អូនមើលទៅតំណងខ្លាំងមែនតើខ្ញុំដាក់2កង់ហើយធំខ្លាំងមែនតើ2កង់នេះស្ងោរឡើងកន្លះឆ្នាំងដាក់វាពុះមកស្ទុះអញ្ចឹងបន្ទាប់មកយើងស្រង់វាយកទៅដាក់នៅក្នុងកញ្ច្រែងដើម្បីលើកមកបេះសាច់វាចេញបងប្អូនហើយយើងបេះសាច់ដោយសារត្រីនេះអត់សូវមានឆ្អឹងទេអញ្ចឹងងាយស្រួលក្នុងការយកមកធ្វើទឹកគ្រឿងយើងស្រង់ដាក់កញ្ច្រែងច្រឡំកញ្ច្រែងបងប្អូនកធុនស្រុកខ្ញុំគេហៅកធុនហ្នឹងហើយយើងស្រង់វាអញ្ចឹងមកហើយយើងជាត់ទឹកចេញខ្លះអញ្ចឹងទៅអស់ហើយសល់កតិចសាច់តិចខ្ញុំស្រង់ដាក់ចូលក្នុងកធុនថែមបងប្អូនហ្នឹងហើយបន្ទាប់មកយើងបេះឆ្អឹងវាចេញហើយនេះយើងបេះវាអញ្ចឹងខ្លាចយើងដាក់ជាមួយក្នុងគ្រឿងរបស់យើងទៅឆ្លាក់ក្នុងអីហ្នឹងយើងមើលពិនិត្យមើលខ្លាំងមែនតើបងប្អូនបេះនៅពេលដែលយើងបេះឆ្អឹងអញ្ចឹងណាសំបីតែឆ្អឹងមួយក៏ឲ្យសល់ដែរយកទៅតែខ្ទេចសល់តែសាច់និងពងទេបងប្អូនពងត្រីនេះអង្គុយឆ្កឹះចឹងនេះដៃភរិយាខ្ញុំគាត់ជួយធ្វើម្ហូបដែរថ្ងៃនេះនេះជាគ្រឿងលីងបងប្អូនមានខ្ទឹមសខ្ទឹមក្រហមម្ទេសហើយនិងត្រប់ម្ញងបងប្អូនហើយយើងលីងវាឲ្យវាឈ្ងុយបន្តិចទៅហើយខ្ញុំយកមកបុកលីងមិនដាក់ខ្លាញ់ទេយើងលីងធម្មតាដូចលីងអង្គលីងអញ្ចឹងណាយកមកបុកវាហើយនៅពេលម៉ត់យើងទុកមកដុំសិនហើយយើងដាក់សាច់ត្រីយើងចូលជាមួយនឹងគ្រឿងរបស់យើងបាទហើយយើងដាក់សណ្ដែកដីយើងបងសាច់ត្រីចូលហើយដាក់សណ្ដែកដីទៅហើយបងស្ករមើលប៊ីចេងបងប្អូនភ្លក់តាមចំណង់ចំណូលចិត្តអញ្ចឹងណាចង់បានបែបណាដាក់តាមនឹងទៅតាមគ្រួសារនីមួយហ្នឹងហើយនេះម៉ាក់ខ្ញុំធ្វើម្ហូបនេះជាមួយប្រពន្ធខ្ញុំហើយនឹងខ្ញុំបាទហើយនេះដាក់ស្ករអំបិលប៊ីចេងហើយវីដេអូនេះផងដែរផ្ញើជូនបងប្អូនទាំងអស់គ្នាដែលជា fan ក៏ដូចជាអ្នកគាំទ្រវីដេអូខ្ញុំនៅក្នុង page ថារិតក៏ដូចជា YouTube ថារិត Daily Food ទាំងអស់គ្នាហើយថ្ងៃនេះដែរយើងប្រើស្ករខ្មែរបងប្អូនអត់ប្រើស្ករសទេព្រោះស្ករខ្មែរវាឈ្ងុយជាងហើយវាមានគុណភាពល្អជាងម៉ាក់ខ្ញុំក៏ដងគ្រឿងចឹងហើយយើងចាប់ផ្ដើមដាក់ស្ករខ្មែរយើងចូលទៅតែម្ដងបងយើងកូរវាចឹងណាភ្លក់វាតាមចំណង់ចំណូលចិត្តរបស់បងទឹកគ្រឿងបែបបាត់ដំបងនេះខ្ញុំចេះធ្វើតាមបងប្អូនអ្នកដែលនៅបាត់ដំបងខ្ញុំឃើញគាត់ធ្វើអញ្ចឹងខ្ញុំលួចសួរគាត់ហើយរៀនធ្វើតាមគាត់បងប្អូនតែមានអីម៉ាក់ខ្ញុំភ្លក់ទៅគាត់ថានៅខ្វះស្ករក្រហមអញ្ចឹងគាត់ដាក់ស្ករក្រហមថែមហើយនេះគ្រឿងដែលខ្ញុំបុកមិញហ្នឹងអាគ្រឿងយើងលីងហើយហ្នឹងមានខ្ទឹមសខ្ទឹមក្រហមម្ទេសហើយនឹងត្រប់ញងបងត្រប់ញងស្ករក្រហមដាក់ចូលឡើងកូរទៅតំណងខ្លាំងមែនតើថាពេលយើងកូរហើយយើងភ្លក់ទៅឆ្ងាញ់អស់ទាស់តែម្ដងបាទខ្ញុំទៅតែធ្វើលើកទី1ទេដោយសារឃើញបងប្អូនខាងអ្នកបាត់ដំបងគាត់ធ្វើអញ្ចឹងណាធ្វើតាមគាត់ហ្នឹងហើយពេលយើងភ្លក់ទៅមានអីបងប្អូនឆ្ងាញ់ណាស់តាឆ្ងាញ់ដូចតាតែគ្រឿងយើងតែគាត់មានរសជាតិប្លែកបន្តិចដោយសារតាយើងថែមត្រប់ញងហើយនឹងលឿងគិតគ្រឿងដែលយើងលីងអញ្ចឹងណាហើយម៉ាក់ខ្ញុំស្ទើរជូរក៏ដាក់ថែមអំបិលមុនហ្នឹងយើងដាក់ទឹកក្រូចឆ្មាហើយយកតែអំបិលទេដល់ពេលឥឡូវស្ទើរជូរក៏ថែមអំបិលអញ្ចឹងណាបងប្អូនឥ
ឥឡូវប្រពន្ធខ្ញុំចាត់គ្រឿងបងប្អូនហើយទឹកគ្រឿងអញ្ចឹងគឺឆ្អិនហើយគាត់ចាត់គ្រឿងនេះដើម្បីលើកទៅញ៉ាំតែម្ដងហើយនេះអ្នកចាត់គ្រឿងមុខរៀងកញ្ញើបន្តិចបងប្អូនអាសាខឹងខ្ញុំអញ្ចឹងណាហើយលើកមកដាក់លើក្រែអញ្ចឹងបងប្អូនតំណងហើយតាហូបបាយជុំគ្នានៅបរិយាកាសបែបស្រុកស្រែអញ្ចឹងណាបាទវីដេអូមានតែប៉ុណ្្នឹងទេបងប្អូនកុំភ្លេចជួយ Subscribe ផងបាយបាយជួបគ្នាវីដេអូក្រោយ